បាទជំរាបសួរពុកម៉ែបងប្អូនដែលនិយមគាំទ្រ Channel ខ្ញុំបាទ PHN ខ្មែរថ្ងៃនេះខ្ញុំបាទនឹងលើកយកបាលីបាទដេញខ្មោចព្រាយក្នុងផ្ទះបាទពុកម៉ែបងប្អូនផ្ទះដែលយើងបាទទុកចោលយូរបាទយើងទៅរកស៊ីនៅឆ្ងាយបិទទ្វារផ្ទះចោលដល់ពេលយើងមកវិញបាទមានខ្មោចមានអីនៅក្នុងផ្ទះបាទយើងនៅគឺលើកបន្លាចយើងពុកម៉ែបងប្អូននឹងយកគាថានេះបាទសូត្របាទចំនួន7ចប់ហើយដាក់ទឹករលាស់ព្រោះព្រំពេញផ្ទះទៅពុកម៉ែបងប្អូនបាទឬមួយក៏បាទពុកម៉ែដែលជាគ្រូបាទគាថានេះគឺសម្រាប់ដេញខ្មោចនៅក្នុងផ្ទះសូត្រចំនួន7ចប់ដាក់ទឹកផ្តិលកូររលាស់ពេញផ្ទះបាទពុកម៉ែបងប្អូនដើម្បីដេញខ្មោចព្រាយនៅក្នុងផ្ទះបាទឲ្យវាចេញបាទពុកម៉ែបងប្អូនទៅរកស៊ីឆ្ងាយបាទរកស៊ីនៅស្រុកថៃឬមួយក៏រកស៊ីនៅទីក្រុងជាដើមបាទទុកផ្ទះចោលគ្មានបាទមនុស្សនៅគ្មានមនុស្សថែរក្សាបាទចាក់សោចោលពពួកមនុស្សវាមកនៅបាទដល់ពេលយើងមកនៅបោសសម្អាតបាទឡើងមកនៅបាទវាឡងវាបន្លាចយើងបាទយើងនឹងយកគាថានេះបាទសូត្រចំនួន7ចប់ពោទឹករលាស់ពេញផ្ទះបាទអញ្ចឹងកុំឲ្យខាត់ពេលយូរពុកម៉ែបងប្អូនសូមសូត្រគាថានេះបាទជាមួយនឹងខ្ញុំបាទដូចទៅបាទនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈបាទអតិបិសោភគវាអតិមមៈ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 បាទពុកម៉ែបងប្អូនសូត្រចំនួន7ចប់រួចហើយបាទកូរទឹករលាស់បាទយើងសូត្របដារលាស់ពេញផ្ទះបណ្ដាលពុកម៉ែបងប្អូនបាទឬក៏បន្ថែមបាទជាមួយគាថាមុនពុកម៉ែបងប្អូនដូចជាកំផែងកែវជាដើមបាទនឹងក៏ជាសីមាដែរបាទពុកម៉ែបងប្អូនសូត្របន្ថែមបាទដើម្បីរលាស់ឬគូសកំបោរបាទតាមជើងសសរនៅក្នុងផ្ទះបាទគ្រប់4ជ្រុងទៅជើងសសរមុខដល់ក្រោយហ្នឹងពាត់4ជ្រុងទៅគូសកំបោរយាយហូបមលូបាទកំបោរហូបស្រាមលូហ្នឹងប្រើកំផែងកែវបាទឬគាថាដេញព្រាយដេញខ្មោចពីមុនបាទនៅមានគាថាត្រឹងបាទត្រឹងខ្មោចផ្សេងទៀតបាទពុកម៉ែបងប្អូនដែលខ្ញុំមិនទាន់បានធ្វើបាទនៅគាថាក្រោយទៀតបាទខ្ញុំនឹងធ្វើជូនពុកម៉ែបងប្អូនហើយបាទពុកម៉ែបងប្អូនគាថាខ្លះបាទប្រើបាន100គុណបាទយកគាថានេះទៅផ្សាយផ្សំជាមួយគ្នាទៀតបាទគាថាណាដែលដាក់ថាបាទប្រើបាន100គុណបាទដូចជាខដេសេបាទគាថាខដេសេនោះគឺប្រើបាន100គុណបាទរលាស់ដេញខ្មោចបាទការពារចោលមិនឲ្យចូលលួចទ្រព្យសម្បត្តិយើង
បាទគឺថា100គុណបាទប្រើបាន100គុណដែរពុកម៉ែបងប្អូនយកទៅផ្សាយផ្សំជាមួយគ្នាសូត្រជាមួយគ្នាបាទក៏បានដែរដូចជាគឺថាបាទបណ្ដូលអភិធម្មគឺថាបាទដូចជាអសង្ឃវិសុលោអពុសៈពុភៈបាទប្រើបាន100គុណដែរពុកម៉ែបងប្អូនប្រើបានច្រើនបាទខ្ញុំបាទសូមអរគុណបាទពុកម៉ែបងប្អូនសូមជួយ Subscribe ជួយចុចសញ្ញាកណ្ដឹងឬសញ្ញាជីវបាទដើម្បីឲ្យវីដេអូខ្ញុំបាទបានធ្វើបង្ហោះទៅនឹងចូលទូរស័ព្ទដៃពុកម៉ែបងប្អូនបាទសូមអរគុណសូមជម្រាបលា